តើដូនតាខ្មែរធ្លាប់រើសអើងគ្រួសារសពដែរឬទេតើបងប្អូនធ្លាប់ឮទេថាមិនគួរលក់ទំនិញឬទៅចូលបន់សពព្រោះខ្លាចចង្រៃតើនេះជាប្រពៃណីខ្មែរឬជាជំនឿដែលចូលមកនៅពេលក្រោយបាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំហែមសុភ័ណ្ឌសូមលើកយកនៅប្រធានបទនេះតើគ្រួសារខ្មែរយើងធ្លាប់រើសអើងគ្រួសារសពដែរឬទេមកបរិយាយជូនបងប្អូនទុកគ្រាន់ជាការពិចារណាទាំងអស់គ្នាតាំងពីបុរាណកាលមកប្រជាជនខ្មែរយើងតែងរស់នៅដោយការជួយយកអាសាគ្នាជាពិសេសនៅពេលមានទុក្ខលំបាកម្ដងនៅពេលមានពិធីបុណ្យសពអ្នកភូមិនិងញាតិមិត្តតែងនាំគ្នាទៅជួយទាំងកម្លាំងការងារនិងស្បៀងអាហារដើម្បីចែករំលែកទុក្ខដល់ក្រុមគ្រួសារសពសប្តាហ៍ថ្ងៃមានមនុស្សមួយចំនួនជឿថាការតាក់ទងជាមួយគ្រួសារសពឬលក់ទំនិញឲ្យពួកគេអាចនាំមកនូវសំណាងអាក្រក់ទៅវិញជំនឿបែបនេះមិនមែនជាអ្វីដែលតំណាងឲ្យប្រពៃណីខ្មែរទាំងមូលនោះទេអ្វីដែលជាបេះដូងនៃវប្បធម៌ខ្មែរគឺមានការផ្ដល់នូវមេត្តាការជួយគ្នានិងការគោរពអ្នកស្លាប់និងអ្នកនៅរស់តើបងប្អូនយល់យ៉ាងណាដែរសូមចែករំលែកនៅមតិរបស់បងប្អូនដោយការគោរពគ្នាទៅវិញទៅមកសូម follow page របស់ខ្ញុំហែមសុភ័ណ្ឌដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រវប្បធម៌និងប្រពៃណីខ្មែរចូលនាំគ្នាគោរពនិងប្រតិបត្តិនៅអ្វីដែលជាអត្តសញ្ញាណព្រលឹងដូនតាខ្មែរអត្តសញ្ញាណវប្បធម៌ខ្មែរដើម្បីរក្សានៅវប្បធម៌ខ្មែរឲ្យបានកើតនៅភាពពណ្ណរាយទូទាំងសកលលោកពីខ្ញុំបាទហែមសុភ័ណ្ឌជាមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិប្រចាំបរិជាណាចក្រកម្ពុជានិងអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook